ជ្រើសរើសផ្លូវដើរដែលល្អជាង ក្រោយពីបានផ្លាស់មកនៅ Denver មិនយូរប៉ុន្មាន យើងក៏ស្វែងរកអ្វីមួយចំនួនដែលមិនធ្លាប់ឃើញពីមុនមកក្នុងជីវិត នោះគឺ រុក្ខជាតិក្បាលពពែ ជារុក្ខជាតិដែលផ្លែរបស់វាមានបន្លាស្រួចតូចប្រហែលនឹងច្រមុះពពែ ពេលវារោយធ្លាក់ចុះមកដី បន្លាមុតស្រួចរបស់វាចង្អុលឡើងលើហើយបើចៃដន្យដើរជាន់ ឬជិះកង់កិនលើវា អាចចាត់ទុកថាថ្ងៃនោះជាថ្ងៃហ្វូយរបស់អ្នក ការពិតបើអ្នករស់នៅតំបន់ភាគខាងលិចសហរដ្ឋអាមេរិក អ្នកប្រហែលជាប្លែកចិត្តពេលដែលដឹងថា យើងបានប្ដូរសំបកកង់ញឹកញាប់ចាប់តាំងពីផ្លាស់ប្ដូរមកនៅទីនេះ ហើយអ្នកប្រណាំងកង់អាជីពគេមានវិធានការការពារផ្លែក្បាលពពែដោយប្រើប្រភេទសំបកកង់ច្រើនជាន់ឲ្យក្រាស់បំផុតទៀតផង មួយថ្ងៃ នៅពេលដែលយើងធ្វើដំណើរចេញលំហែកាយតាមព្រៃដែលមិនធ្លាប់មានពីមុនមក ទាំងជីវិតផ្ទាល់ខ្លួន និងជីវិតការងារ យើងត្រូវប្រឈមមុខនឹងជម្រើសជាច្រើន ហើយអ្វីដែលយើងត្រូវសម្រេចចិត្តជ្រើសរើសគឺអ្វីទៅ? មិនមែនជាទង្វើដែលត្រូវធ្វើនៅពេលបន្ទាប់ទេ ប៉ុន្តែវាជាគំនិតទៅវិញទេ ពេលជ្រើសរើសគំនិតខុស យើងនឹងមានអារម្មណ៍អវិជ្ជមាន ដែលកើតពីការបន្ទោសអ្នកដទៃ ការរអ៊ូ និងការពន្យារពេលសម្រាប់ថ្ងៃស្អែក តែពេលជ្រើសរើសគំនិតត្រឹមត្រូវ យើងនឹងជួបជីវិតដែលមានគុណតម្លៃ និងសមបំណងខាងលើ រួមទាំងមានមោទនភាព និងពេញចិត្តចំពោះការសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាពទៀតផង គំនិតជាមូលដ្ឋាននៃការផ្លាស់ប្ដូរសំណួរ គឺយើងចេះទទួលខុសត្រូវចំពោះផ្លូវដែលយើងជ្រើសរើសដោយខ្លួនឯង និងមានសេរីភាពក្នុងការជ្រើសរើសធ្វើដំណើរទៅក្នុងផ្លូវដែលល្អជាង ពេលខ្លះមនុស្សគិតថា ខ្លួនឯងគ្មានផ្លូវជ្រើសរើស ហើយពួកគេនឹងនិយាយថា ខ្ញុំចាំបាច់ត្រូវធ្វើ ឬខ្ញុំធ្វើមិនបាន ប៉ុន្តែការពិតយើងមានផ្លូវជ្រើសរើសជានិច្ច សូម្បីតែការសម្រេចចិត្តមិនជ្រើសរើស ក៏ចាត់ទុកថាជាជម្រើសមួយដែរ ការនឹកដល់ការពិតខាងលើ និងការទទួលខុសត្រូវចំពោះផ្លូវជ្រើសរើសរបស់ខ្លួនឯង ចាត់ទុកជាជំហានសំខាន់ក្នុងការសាងអ្វីមួយល្អៗឲ្យកើតឡើងក្នុងជីវិតអ្នក ចង់គេចពីផ្លែក្បាលពពែ យើងសាងអ្វីល្អៗឲ្យកើតឡើងមែនទេ? ជ្រើសរើសផ្លូវដែលល្អជាងនេះទៅ ក្នុងមេរៀននេះចង់និយាយអំពីការជ្រើសរើសផ្លូវ បើដឹងថាផ្លូវនោះមានបញ្ហា យើងប្ដូរផ្លូវផ្សេងទៀត